បាទជំរាបសួរបងប្អូនទាំងគ្នាយើងមកដឹងពីព័ត៌មានសេដ្ឋកិច្ចសំខាន់ក្នុងពិភពលោកប្រចាំសប្តាហ៍នេះតែម្ដងយើងមានព័ត៌មានធំៗគឺតាក់ទងជាមួយនឹងការចរចាសន្តិភាពអ៊ុយក្រែនរុស្ស៊ីការតាក់ទងជាមួយនឹងការគម្រាមពន្ធរបស់លោកត្រាំនិងផលប៉ះពាល់ពាណិជ្ជកម្មសកលភាពតានតឹងទៅលើអាមេរិកអ៊ឺរ៉ង់និងមជ្ឈិមបូព៌ាការផ្លាស់ប្ដូរសម្ព័ន្ធមិត្តនិងពាណិជ្ជកម្មហើយចុងក្រោយគឺការផលប៉ះពាល់សេដ្ឋកិច្ចនិងទីផ្សារបាទយើងមាន5ចំណុចធំអញ្ចឹងខ្ញុំនឹងធ្វើថាអធិប្បាយមួយដើម្បីបងប្អូនណាខ្លះគាត់អត់មានពេលអានគាត់អាចស្ដាប់តែម្ដងហ្មងក៏ជាការងាយស្រួលដែរបាទតែតើតើជាមួយនឹងការចរចាសន្តិភាពនៅអ៊ុយក្រែននិងរុស្ស៊ីគឺការចរចាត្រីភាគីបានធ្វើឡើងនៅក្នុងអាប៊ូដាបៃគឺក៏ United Arab Emirates រយៈពេល2ថ្ងៃគឺថ្ងៃ23 24ធំបំផុតគោលការចរចានេះត្រីភាគីនេះគឺពុំមានលទ្ធផលផ្លែផ្កានោះទេបាទយើងគឺស្មើនឹង0អត់មានលទ្ធផលអីទេដោយសារអីការទៀមទាខុសគ្នាគឺរុស្ស៊ីទៀមទាយកទឹកដីដែលគាត់វាយបានហើយ Zelensky ក៏អត់ព្រមទេបាទអញ្ចឹងចរចាគាត់តែជួបតែអត់មានលទ្ធផលទេអាហ្នឹងតកតងជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនរុស្ស៊ីយើងចូលដល់ចំណុចទី2គឺការតកតងជាមួយនឹងគម្រាមពន្ធរបស់លោកត្រាំនិងផលប្រយោជន៍សកលយើងដឹងហើយលោកត្រាំបានប្រកាសដាក់ពន្ធ 100% លើប្រទេសកាណាដាបន្ទាប់ពីកាណាដាបានធ្វើនាយករដ្ឋមន្ត្រីកាណាដាលោក McCartney បានធ្វើដំណើរទៅកាន់ប្រទេសចិនប៉ុន្តែគាត់បានដឹងខ្លឹមសារក្នុងហ្នឹងឯងបន្ទាប់មកលោកនាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថាអត់មានកិច្ចព្រមព្រៀងសេរីអីទេបាទគាត់តែតាក់ទងមួយបន្ថយពន្ធឯងអញ្ចឹងលោកត្រាំគាត់ពមៀនថាបើសិនជាមានចរចាសេរីណាមួយកើតឡើងគាត់នឹងដាក់ពន្ធគយ 100% ដោយសារតែអីគឺច្រកដោយសារតែអាមេរិកបារម្ភខ្លាចចិននាំទំនិញចូលមកកាន់អាមេរិកតាមច្រកកាណាដាដោយសារតែកាណាដាអាមេរិកនិងមេស៊ីកូគឺមានកិច្ចព្រមព្រៀងត្រីភាគីមួយដោយពុំមានការដាក់ពន្ធទៅលើអីវ៉ៃអវ៉ាន់នាំចូលនោះទេអញ្ចឹងអាមេរិកគាត់បារម្ភថាបើសិនជាកាណាដាមានចរចាសេរីណាមួយនៅក្នុងប្រទេសចិនអាចនឹងមានការហូរចូលទំនិញពីច្រកកាណាដាមកវិញអញ្ចឹងកាណាដាក៏បញ្ជាក់អីគឺអត់មានរឿងនឹងកើតឡើងទេបាទហើយតាក់ទងជាមួយនឹងប្រទេសដែលផ្គត់ផ្គង់ទៅលើប្រេងកុយបាពីព្រោះអីប្រទេសកុយបាគឺការត្រូវការប្រេងគ្រប់គ្រងខ្លាំងពីប្រទេសវេណេស៊ុយឡាយើងដឹងហើយកាលពីថ្ងៃ3មករាគឺយុទ្ធនាការទ្រង់ទ្រាយធំគឺលោកដូណាល់ត្រាំចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូនៅពីប្រទេសខ្លួនមកកាន់សហរដ្ឋអាមេរិកពីបទគ្រឿងញៀនស្អីៗទាំងអស់ហ្នឹងបន្ទាប់មកប្រទេសកុយបាដែលជាប្រទេសសម្ព័ន្ធមិត្តរបស់វេណេស៊ុយឡាហ្នឹងគឺគាត់ដាច់ប្រេងដែរអញ្ចឹងលោកដូណាល់ត្រាំពមៀនថាបើសិនជាប្រទេសណាផ្គត់ផ្គង់ទៅកុយបានឹងមានការគម្រាមដាក់ពន្ធផងដែរបាទអញ្ចឹងយើងចូលទៅកាន់ភាពតានតឹងអាមេរិកអ៊ឺរ៉ង់និងមជ្ឈិមបូព៌ាវិញមួយរយៈក្រោយនេះគឺឡើងស្រកបងប្អូនទាំងគ្នាគឺអ៊ឺរ៉ង់ម្ដងតឹងម្ដងខ្លាយម្ធូម្ដងតឹងម្ដងធូតែព័ត៌មានរបាយការណ៍មិនផ្លូវការបានបញ្ជាក់ថាប្រទេសអ៊ឺរ៉ង់បាទប្រធានមេដឹកនាំផ្ដាច់ការរបស់អ៊ឺរ៉ង់គឺ Supreme Leader លោកអាយ៉ាតូលីអាលីខាមេនីបានធ្វើការសម្លាប់បាទរបាយការណ៍មិនបឋមរបាយការណ៍មិនផ្លូវការគេរហូតមនុស្សដែលស្លាប់មានចំនួន 36,000 នាក់ដោយសារតែកុបកម្មនៅក្នុងប្រទេសបាទមក31ខេត្តក្រុងរបស់អ៊ឺរ៉ង់ហ្នឹងគឺកុបកម្មហើយម្ដងធូម្ដងស្បើយម្ដងធូម្ដងស្បើយបាទអញ្ចឹងតាក់ទងជាមួយនឹងអ៊ឺរ៉ង់គឺលោកត្រាំមានដឹងហើយលោកត្រាំបានបញ្ជាយន្តហោះបញ្ជាអីហ្នឹងទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួននៅព័ទ្ធជុំវិញមជ្ឈមបូព៌ាហ្នឹងមាននៅកាតានៅមានអីយ៉ាងទៅហើយអ៊ឺរ៉ង់គាត់ប្រកាសដែរបើសិនជាវាយគាត់វាយវិញហើយបាទគាត់វាយវិញហ្មងគាត់អត់ទុកទេបាទហើយកុំភ្លេចណាថាអ៊ឺរ៉ង់គឺជាបងធំនៅក្នុងមជ្ឈមបូព៌ាអញ្ចឹងការដែលប៉ះពាល់អ៊ឺរ៉ង់យើងដឹងហើយប៉ះពាល់អ៊ឺរ៉ង់នៅក្នុងមជ្ឈមបូព៌ាវានឹងអាចសាយភាយទៅដល់តំបន់អាស៊ីដែលមានចិនរុស្ស៊ីអីចឹងទៅហើយថ្មីនេះគឺមានសមយុទ្ធមួយនៅជិតច្រក Hormuz បាទគឺជាសមយុទ្ធយោធាដែលមានការចូលរួមពីចិននិងរុស្ស៊ីផងដែរហើយថ្មីនេះយើងទទួលបានព័ត៌មានថាអ៊ឺរ៉ង់ទទួលបានគេហៅថាប្រព័ន្ធការពារដែនអាកាសពីចិនមកដែរតែហ្នឹងអត់ផ្លូវការទេបាទអញ្ចឹងយើងចូលដល់ចំណុចទី4គឺតាក់ទងជាមួយនឹងការផ្លាស់ប្ដូរសម្ព័ន្ធមិត្តពាណិជ្ជកម្មសកលមួយរយៈចុងក្រោយនេះយើងឃើញហើយបាទមានអង់គ្លេសមានកាណាដាមាន EU មួយចំនួនងាកទៅចិននិងឥណ្ឌាដោយសារតែចិននិងឥណ្ឌាជាទីផ្សារមួយផ្គត់ផ្គង់ធំផងដែរពីព្រោះគេអត់ចង់រំពឹងអាមេរិកទេអាមេរិកមួយរយៈក្រោយនេះបន្ទាប់ពីចេញពីអង្គការសហប្រជាជាតិនិងចេញពីអង្គការមួយចំនួននៅក្រុមអង្គការសហប្រជាជាតិចំនួន66ហ្នឹងគឺអាមេរិកអង្គអាត់ខ្លួនឯងហ្មងបាទហើយបន្ថែមទៅនោះអាមេរិកសង្គ្រោះជាគេគឺ UNSC United Nations Security Council ហ្នឹងគឺសង្គ្រោះមែនតើអញ្ចឹងមិនគាត់ផ្ដាច់ខ្លួនមកធ្វើបង្កើត BOP ខ្លួនឯងអាហ្នឹងហើយដែល
ដែលអឺរ៉ុបដែលអីផ្សេងៗហ្នឹងគាត់មើលមកថាអាមេរិកវាដើរឆ្ងាយពីសម្ព័ន្ធមិត្តដើរឆ្ងាយហើយតាក់ទងមួយកោះ Greenland កោះ Greenland ហ្នឹងចង់បានអីហ្នឹងបាទបានធ្វើឲ្យលោកខាងលិចមួយចំនួនងាកមកធ្វើការជាមួយចិនវិញចឹងទាំងអស់នេះគឺសិតតែជាព័ត៌មានសេដ្ឋកិច្ចសំខាន់បាទហើយចុងក្រោយមួយទៀតតាក់ទងជាមួយនឹងការប៉ះពាល់សេដ្ឋកិច្ចយ៉ាងទីផ្សារគឺតម្លៃមាសយើងឃើញហើយមានការកើនឡើងហើយធ្លាក់ថ្លៃខ្លាំងវិញកាលថ្ងៃពហុថ្ងៃសុក្របាទដោយសារតែភូមិសាស្ត្រនយោបាយហើយរឿងធំបំផុតមួយទៀតនោះគឺការតែងតាំងលោក Kevin Fox ជាប្រធានធនាគារក្តារថ្មីដែលការតែងតាំងនេះគឺមានតែប្រធានាធិបតីលោក Donald Trump តែម្នាក់គត់ដែលមានសិទ្ធិតែងតាំងបេក្ខភាពបាទហើយប៉ុន្តែគាត់មិនប្រកាសតែតែងតាំងឲ្យចោលគាត់ត្រូវឆ្លងកាត់ការបោះឆ្នោតរដ្ឋសភាផងដែរអញ្ចឹងទាំងអស់នេះគឺសិតតែជាព័ត៌មានសំខាន់ដែលរុញច្រានតម្លៃមាសឡើងចុះក៏ដូចជាទីផ្សារកសិកម្មផងដែរដូចជាតម្លៃភាគហ៊ុនរបស់ Microsoft គឺបានធ្លាក់ថ្លៃយ៉ាងគំហុកដោយសារតែគាត់ត្រូវការលក់ហ៊ុនចេញដើម្បីយកសាច់ប្រាក់មកទប់បាទអញ្ចឹងទាំងអស់នេះគឺសិតតែជាព័ត៌មានសំខាន់ដែលខ្ញុំសង្ខេបជូនហើយបើសិនជាបងប្អូនចង់លម្អិតបងប្អូនអាចអានបន្ថែមនៅក្នុងសម្ដីរបស់ខ្ញុំបានហើយបើអត់ទេបងប្អូនអាចស្ដាប់នេះទូទេបាទបងប្អូនអរគុណសូមអរគុណ